ម៉ាក់ដែលត្រៀមសម្រាប់បុតណាដែលលើគេកើតកូនក្នុងទឹកអត់សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំវិជ្ជបណ្ឌិតហ៊ូចាន់សូម៉ាលីឯកទេសសម្ភពនរោគស្ត្រីនៃមន្ទីរពេទ្យ Intercare ការសម្រាលកូននៅក្នុងទឹកជាតិចនិចនៃការសម្រាលធម្មជាតិមួយដែលម៉ាក់នឹងសម្រាលនៅក្នុងអាងដែលមានទឹកក្តៅអ៊ុនៗហើយទឹកក្តៅអ៊ុនៗនោះក៏ជួយបន្ថយការឈឺចាប់របស់អ្នកម៉ាក់ផងដែរក្រៅពីនេះការសម្រាលកូននៅក្នុងទឹកជួយកាត់បន្ថយសម្ពាធលើពោះនិងអាងត្រគាករបស់ម៉ាក់ជួយឲ្យសាច់ដុំសម្រាកជួយឲ្យកូនកើតលឿននិងជួយកាត់បន្ថយការប្រើប្រាស់របស់ថ្នាំបំបាត់ការឈឺចាប់ហើយម៉ាក់ក៏អាចធ្វើចលនាបត់បែនទៅតាម position ដែលអ្នកម៉ាក់យល់ថាមានភាពងាយស្រួលចំពោះខ្លួនឯងសម្រាប់ទារកការសម្រាលចេញពីផ្ទៃនៅក្នុងទឹកក្តៅអ៊ុនៗគឺស្រដៀងទៅនឹងបរិយាកាសនៅក្នុងផ្ទៃរបស់ម្ដាយដែលធ្វើឲ្យទារកមានអារម្មណ៍ថាមានសុវត្ថិភាពទោះបីជាយ៉ាងណាការសម្រាលកូននៅក្នុងទឹកមិនមែនសម្រាប់មាតាគ្រប់រូបនោះទេហើយក្រុមវិជ្ជាបណ្ឌិតជំនាញនៃមន្ទីរពេទ្យ Intercare បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្តល់ប្រឹក្សាអំពីការថែទាំផ្ទៃពោះនិងការសម្រាល